លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអញ្ជើញប្រគល់ផ្ទះថ្មីចំនួន6ខ្នងព្រមទាំងនាំយកអំណោយសង្គ្រោះជីវភាពជូនក្រុមគ្រួសារវីរៈកងទ័ពពលីក្នុងខេត្តកំពង់ស្ពឺប្រកបដោយក្តីក្តុកក្តួលនិងការយកចិត្តទុកដាក់ខ្ពស់បំផុតនៅថ្ងៃទី20ខែសីហាឆ្នាំ2026លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន6ខ្នងដែលជាអំណោយដ៏ថ្លៃថ្លាផ្ទាល់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺពិធីនេះប្រព្រឹត្តទៅក្រោមក្តីក្តុកក្តួលភាពកក់ក្ដៅនិងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មដ៏ធំធេងរបស់កងទ័ពក្នុងឱកាសជួបសំណេះសំណាលផ្ទាល់លោកជំទាវបណ្ឌិតបានពំនាំនៅការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតព្រមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងរូបលោកជំទាវបណ្ឌិតផ្ទាល់ការលះបង់របស់វីរៈយុទ្ធជនដើម្បីការពារជាតិគឺជាគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយដើម្បីជួយសម្រាលការលំបាកនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារសពឲ្យកាន់តែប្រសើរលោកជំទាវបណ្ឌិតក៏បាននាំយកអំណោយបន្ថែមរួមមានថវិកាឧបត្ថម្ភនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿងឧបភោគបរិភោគនិងស្បៀងអាហារចាំបាច់ប្រចាំថ្ងៃកាយវិការមនុស្សធម៌និងការប្រគល់ជំរកថ្មីនេះពេលនេះមិនត្រឹមតែជាការដោះស្រាយទុក្ខលំបាកផ្នែកជីវភាពភ្លាមៗប៉ុណ្ណោះទេប៉ុន្តែជាការផ្ដល់ភាពកក់ក្ដៅនិងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការមិនបោះបង់ចោលគ្រួសារកងទ័ពពីសំណាក់ប្រមុខដឹកនាំសកម្មភាពនេះជាការដឹងគុណយ៉ាងធំធេងចំពោះវីរភាពស្នេហាជាតិនិងការលើកទឹកចិត្តយ៉ាងរឹងមាំដល់ស្មារតីរបស់កងកម្លាំងប្រដាប់អាវុធគ្រប់រូបដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិ